បងប្អូនគ្នាស្វាគមន៍ត្រឡប់មកកាន់ YouTube IT អូខេវីដេអូនេះខ្ញុំបង្ហាញបងប្អូនតាក់ទងជាមួយនឹងការ upgrade storage នៅលើ server Tri C អូខេអញ្ចឹងនៅក្នុងហ្នឹងខ្ញុំប្រើជា Virtualize មានន័យថាជា VMware អញ្ចឹងដូចក្នុងករណីនេះ Tri C របស់ខ្ញុំគឺចំនួន1តេអញ្ចឹងវាពេញហើយអញ្ចឹងយើងធ្វើការ upgrade storage នៅលើ VMware ហើយពេលដែលយើង upgrade នៅលើ VMware ហើយ space នៅលើ VMware នៅលើ server របស់យើងគឺអត់ទាន់ធំទេគឺវានៅតូចធម្មតាណាអូខេចឹងបើសិនជានៅពេលដែល Drive C របស់យើងពេញក្រហមបែបនេះហើយយើងត្រូវការ upgrade storage នៅលើ VMware អញ្ចឹងពេលដែលយើង upgrade ហើយវាអត់ទាន់ចូលមកនៅក្នុងនោះទេអញ្ចឹងបងប្អូនត្រូវធ្វើការ right click យកពាក្យថា disk management ណាអូខេបន្ទាប់ពីយកពាក្យ disk management វានឹងបង្ហាញបែបនេះហើយនេះជា Drive C របស់យើងគឺ disk 0ណាអូខេអញ្ចឹងនៅពេលដែលយើងបន្ថែម Drive មកគឺវា unlocation គឺវាអត់ស្គាល់ទេអញ្ចឹងដើម្បីឲ្យវាស្គាល់យើងគ្រាន់តែធ្វើការ right click នេះមកហើយយកពាក្យថាextend ណា extend ហ្នឹងបន្ថែម string បញ្ចេញណាអូខេអញ្ចឹងយើង extend មកហើយយើងអត់មានធ្វើអីទៀតទេយើងគ្រាន់តែចុច next អញ្ចឹងវានឹងធ្វើការទាញតារាយ1000នេះចូលមកអូតូម៉ាទិកយើងធ្វើការ next ទៀតមកហើយយើង finish មកនេះអញ្ចឹងវានឹងធ្វើការទាញអត្រាយដែល unlocation ហ្នឹងចូលដល់អូម៉ាទិកហើយខ្ញុំធ្វើការបិទចោលមកអញ្ចឹងយើងអាចចូលមកមើលកន្លែងនេះឃើញក្រហមណាអញ្ចឹងយើងគ្រាន់ធ្វើការ right click យើងយកពាក្យថា refresh មកនេះអញ្ចឹងត្រាយរបស់យើងគឺឡើង2តេណាអូខេអញ្ចឹងអានេះគឺជារបៀបupgrade storage នៅពេលដែលយើងupgrade នៅលើ VMware ហើយវា unlocation មានន័យថាវាអត់ធំវាអត់ទាន់ចូលមកកាន់ Drive C របស់យើងអញ្ចឹងយើងត្រូវធ្វើការ extend វាដើម្បីឲ្យវាចូលមកកាន់ Drive C របស់យើងអូខេអញ្ចឹងបងប្អូនទស្សនាវីដេអូនឹងកុំភ្លេចជួយ like follow និង subscribe YouTube admin ម្នាក់មួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយ